សូមស្វាគមន៍មកកាន់វិទ្យាល័យមិត្តភាពខ្មែរជប៉ុនសាមគ្គីមានជ័យស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងជម្រាបសួរលោកអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីនៅក្នុងយុគសម័យ Digital ព័ត៌មានពលនិងព័ត៌មានคล้ายៗអាចរំខានដល់ការគិតនិងការសិក្សារបស់យើងគ្រប់ពេលវេលាដើម្បីកសាងសង្គមព័ត៌មានស្អាតស្អំថ្ងៃនេះអាយដាមទេពអាសនារិទ្ធអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានអញ្ជើញមកផ្សព្វផ្សាយយុទ្ធនាការអប់រំនិងប្រឆាំងព័ត៌មានคล้ายៗជូនដល់បងប្អូនសិស្សានុសិស្សសូមអញ្ជើញតាមដានទស្សនាទស្សនវិជ្ជាទាំងស្រុងដោយមេត្រីผู้ชมទាំងអស់សូមរួមគ្នាបង្កើតកម្មវិធីប្រើប្រាស់និងការរំលែកព័ត៌មានពិតប្រាកដដោយសិលធម៌និងការទទួលខុសត្រូវដើម្បីចូលរួមលើកកម្ពស់គុណភាពសុវត្ថិភាពសន្តិសុខព័ត៌មាននិងសេរីភាពសង្គមជាតិក្នុងនោះក្រសួងព័ត៌មានប្រមាណចេញคลิปពាក់ព័ន្ធទៅនឹងធ្វើម៉េចឲ្យដឹងថាពុកព័ត៌មានជាព័ត៌មានផ្សេងៗឬព័ត៌មានពិតសូមស្វាគមន៍យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានផ្សេងៗជំនាញទី2នៅក្នុងស្រុកសាមគ្គីមានជ័យរបស់យើងនៅក្នុងវិទ្យាល័យសាមគ្គីមានជ័យដែលយើងនៅទីនេះគឺមិនបានទូលេខពីលោកនាយកសាលាថាយើងមានប្រមាណជា600នាក់ដែលបានចូលរួមនៅទីនេះសូមចាស់ដៃអបអរសាទរយើងទាំងអស់គ្នាហើយយុទ្ធនាការរបស់យើងនេះគឺជាយុទ្ធនាការថ្នាក់ជាតិដែលយើងកំពុងតែជួបគ្នានៅទីនេះគឺនៅក្នុងខេត្តផ្សេងនៅក្នុងស្រុកផ្សេងយើងក៏កំពុងតែធ្វើដែរអញ្ចឹងនៅទូទាំងប្រទេសយើងនឹងធ្វើនៅក្នុងឆ្នាំ2026យើងនេះឲ្យបានគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសនៅគ្រប់វិទ្យាល័យនិងវិទ្យាល័យរបស់យើងនៅក្នុងប្រទេសជាណាចក្រកម្ពុជាហើយគោលបំណងសំខាន់នៃការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានផ្នែកជំនាញទី2នេះគឺដើម្បីពង្រឹងចំណេះដឹងផ្នែកព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយជូនដល់សិស្សានុសិស្សយើងយុវវ័យដែលជាទំពាំងស្នងសរសៃក្នុងឱកាសនេះខ្ញុំក៏ដូចជាលោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់នៅវិទ្យាល័យមិត្តភាពខ្មែរជប៉ុនសាមគ្គីមានជ័យសូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះការខិតខំរបស់ក្រសួងព័ត៌មានដែលតំណាងដោយលោកគ្រូអនុរដ្ឋលេខាធិការក្រសួងព័ត៌មាននិងមន្ត្រីព័ត៌មានខេត្តកំពង់ឆ្នាំងនិងមានការគាំទ្រដោយអាជ្ញាធរខេត្តកំពង់ឆ្នាំងហើយរៀបចំនៅពីការនេះឡើងក្នុងគោលបំណងដល់ការការពារនិងផ្តល់សុវត្ថិភាពព័ត៌មានក្នុងគ្រួសារសហគមន៍ជាពិសេសជួយយុវជនជួយមេយើងដើម្បីកុំឲ្យធ្លាក់ក្នុងគ្រោះថ្នាក់នៃព័ត៌មានផ្សេងៗបីកុំមួយការពារកុំតន់ជឿកុំតន់ចែករំលែកកុំប្រហែសនិងការពារខ្លួនយើងពីព័ត៌មានខ្លាំងៗបាទដើម្បីកម្ពុជាគ្មានព័ត៌មានខ្លាំងៗគឺយើងប្រកាន់គោលការណ៍3កុំមួយការពារគេដៃមួយ